ថ្លើមធំណាស់ខ្ញុំហ៊ានបញ្ចុកគីមបាប់ឲ្យប្រុសក្មេងថ្ងៃហ្នឹងជាថ្ងៃជួបជុំបុគ្គលិកខ្ញុំម្នាក់ឯងខ្ញុំធ្វើ3មុខម្ហូបជាមួយនឹងគីមបាប់សុបទាស្លាប់មាន់បំពងតែថ្ងៃនេះខ្ញុំចែករំលែករបៀបធ្វើគីមបាប់ឆ្ងាញ់ជាមួយនឹងស្នូថៃធូណាញ៉ាំទៅប្លែកមាត់មែនតើវងយើងទៅធ្វើជ្រក់តែសក់ខ្ញុំហាន់ទូចៗឲ្យដាក់អំបិលមកចប់ឲ្យចេញទឹកហើយយើងច្របាច់ទឹកចេញបែបការ៉ុតមានក៏បានអត់ក៏បានធូរហើយខ្ញុំឆាប្រេងល្ងហើយយើងចៀនពងមាន់ថែមណាបើអត់មានក៏អីដែរបងប្អូនយើងចៀនឲ្យស្ដើងទៅយើងហាន់ឲ្យទូចល្អថៃធូណាយើងចាក់ទឹកចេញច្បល់ជាមួយនឹងម៉ាយ៉ូណេសផ្អែមខ្ញុំដាក់ជាមួយនឹងចេកថៅការ៉េញ៉ាំទៅកាត់បន្ថយតលន់អូយហូចចិត្តមួយអូនកូកាហ្មងឥឡូវចេះហើយចេះមកមុខមហូបពងទាជៀនរបស់គាត់ចូលចិត្តតឥឡូវប៉ាប៉ាគេចាប់ងួយទឹកហ្នឹងណាកុំឲ្យប៉ាកាយដាកកោម៉ាមីពេកហើយប៉ាប៉ាគេងួយសាប៊ូក្លិនឲ្យជាសាប៊ូកូនខ្មែរយើងនឹងឯងម៉ាក់ណាអត់តន់ទិញឲ្យកូនប្រើទេសាក់ប្រើម្ដងទៅល្អប្រាណាបងប្អូនឲ្យតម្លៃសមរម្យទៀតសាប៊ូកូនក្មេងសេរីរៀងម៉ាក់ក្លិនជាសាប៊ូសេរីរៀងដំបងគេនៅខ្មែរនឹងឯងសុខភាពល្អតម្លៃសមរម្យហើយស្តង់ដារតែម្ដងដល់សំណាមលើស្បែកល្អសក់គាត់វែងស្បែកគាត់ក៏ឆាប់បាត់ស្នាមដែរសាប៊ូកូនក្មេងម៉ាក់ក្លិនគឺមានច្រើនប្រភេទសាប៊ូបោកកៅអៅប្រភេទ organic លិនក៏អូបហាតម្លៃសមរម្យសាប៊ូលាង10នោះខ្ញុំរ៉េតឲ្យ10លើ10មានក្លិនក្រូចលាងស្អាតឲ្យបសល់ក្លិនសាប៊ូទេទៅសាប៊ូក្លិនខ្ញុំឲ្យលេខ1បន្តជាមួយនឹងគីមបាប់យើងម្ដងសំខ្ញុំបានរៀបចំហើយបាយបងប្អូនដាំឲ្យក្តៅឲ្យទន់ស្ករអំបិលបន្តិចជាមួយនឹងប្រេងល្ងពី3ស្ពាទៅយើងច្របល់ឲ្យសព្វហើយយើងល្មូញ៉ាំការល្មូហ្នឹងបងប្អូនដាក់បាយស្ដើងបានហើយ topping កុំដាក់ច្រើនពេកប្រយ័ត្នមូអត់ជាប់បើសិនជាមានកម្មវិធីបែប Gen Z ក្មេងៗអញ្ចឹងណាខ្ញុំ recommend បងប្អូនធ្វើគីមបាប់មែនតើទី1ឆាប់ឆ្អែតទី2គាត់ចូលចិត្តទី3ងាយស្រួលធ្វើហើយគ្រឿងផ្សំមានអីទិញហើយយើងធ្វើបានច្រើនវាអស់លុយបន្តិចតែអីទេឥឡូវគីមបាប់យើងហើយលើកចេញទាំងអស់បងប្អូនអើយធ្វើពីព្រឹកដល់យប់តែម្ដងគឺយើងបានស៊ុប2ឆ្នាំងមាន់បំពងជាមួយនឹងគីមបាប់ស៊ុបវិញអត់សូវមានអ្នកប៉ះហ្មងញ៉ាំតែគីមបាប់ជាមួយនឹងមាន់បំពងនឹងឯងធ្វើតាំងពីព្រឹកដល់យប់ហើយញ៉ាំមកតែកន្លះម៉ោងហើយដល់ពីញ៉ាំហើយគឺយើងដុតខាឡូរីភ្លាមហ្មងយើងមានវគ្គញ៉ាំម្ជូរញ៉ាំអីទៀតអញ្ចឹងទោះបីជាហូបមកហូបខ្ញុំមានរីអីហ្នឹងណាគឺដោយសារញ៉ាំម្ជូរណាអញ្ចឹងប្លុករៀងតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលទស្សនាវីដេអូចាប់បាយបាយបងប្អូនអ្នកដែលខ្ញុំស្រឡាញ់ជឿទុកចិត្តចេញពីខ្ញុំម្នាក់ទៀតហើយជាបងប្អូនធ្លាប់ឃើញឆេងដែលមានមុខស្តៀងពួកយើងមាននិស្ស័យបានជួបគ្នាក្នុងចំណោមរាប់រយនាក់តែខ្ញុំរើឆេងជាបុគ្គលិករបស់ខ្ញុំឆេងចាប់ផ្ដើមធ្វើការខ្ញុំតាំងពី Gen Z បើកដំណើរការហើយចាប់ពីថ្ងៃនេះទៅឆេងលេងមក office ហើយសាមសុំមិញជាថ្ងៃធ្វើការចុងក្រោយរបស់គាត់ចឹងពួកយើងចង់ surprise លីឆេងកាដូដែលខ្ញុំរៀបចំថ្ងៃនេះជាកាបូប brand Chris Bella ហើយជាបងប្អូនធ្លាប់ប្រទះឃើញថាខ្ញុំស្ពាយកាបូប Chris Bella នឹងច្រើនដងណាចូលចិត្ត design mode ស្អាតទាន់សម័យសំខាន់តម្លៃសមរម្យសាច់ល្អទៀតហើយ Chris Bella គេមាន set ជា gift box អញ្ចឹងណាក្នុងហ្នឹងគឺមានសំបុត្រមួយអញ្ចឹងខ្ញុំនឹងសរសេរសារទៅឲ្យលីឆេងចង់អរគុណលើកទឹកចិត្តជាមួយនឹងជួនពរគាត់នៅថ្ងៃអនាគតនៅក្នុង set ហ្នឹងគឺមានកញ្ចក់ដៃកញ្ចាវាជាកាបូប model ថ្មីដែលខាងក្នុងគេមានកម្មញ្ញៃទៀតគេទៅកាបូបរបស់ Chris Bella គឺខ្ញុំពេញចិត្តតែម្ដងច្រើនម៉ូតពេកខ្ញុំមិនដឹងថារើម៉ូតអីឲ្យលីឆេងនេះសាច់គាត់រៀងក្មេងដែរអញ្ចឹងខ្ញុំជិតរើម៉ូតពណ៌អសហ្នឹងឲ្យគាត់ដែរណាវាពណ៌អសខ្ញុំរៀងតាក់ទើពីម៉ូតដោយសារ Chris Bella ម៉ូតកាបូបគេមួយណាក៏ស្អាតបងប្អូនអាចរកទិញតាម page គាត់បានណាឥឡូវខ្ញុំរៀបចំទៅ surprise គាត់ហើយថ្ងៃនេះប្តីឈឺអញ្ចឹងបុគ្គលិកសំណប់ចិត្តខ្ញុំម្នាក់ទៀតក៏ដឹកទៅទិញសាមន់ខ្ញុំចង់អង្គុយញ៉ាំអីបដានិយាយគ្នាបដាអត់មានទៀនអត់មានអីទេដាក់សាមន់អញ្ចឹងហ្មងទៅអត់អីណាខ្ញុំខ្លាចគាត់ឃើញដោយសារគាត់កំពុងតែរៀបអវ៉ាន់នៅក្រោមអញ្ចឹងក៏ខ្ញុំឲ្យចាន់ដែនតម្លាក់ខ្ញុំនៅចិត្តហ្នឹងដោយសារថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងថ្ងៃនេះមានតែ2នាក់គាត់ដែល OT រៀបចំអវ៉ាន់ឲ្យភ្ញៀវឯង2 3នាក់ទៀតបងប្អូនអត់បានជុំគ្នាទេបើជុំគ្នាសប្បាយជាងនឹងទៀតអរគុណលោកលេងដែលស្រឡាញ់ Gen Z ហើយស្រឡាញ់ពួកបងបាក់ណាបងប្អូនដែលហៅឃើញអ្នកពិតជាស្រឡាញ់ brand យើងពិតប្រកបឆ្លងកាត់អស់ហើយដែលបុគ្គលិកមើងងាយ brand ខ្ញុំពិបាកចិត្តព្រោះខ្ញុំរឹងមាំអរគុណលីឆេងជាមួយនឹងបុគ្គលិកយើងទាំងអស់គ្នាដែលបានស្រឡាញ់ Gen Z ហើយបើសិនជាបងប្អូនចង់ជូនកាដូទៅមនុស្សសំខាន់ជុំវិញខ្លួនយើងអាចជ្រើសរើស Chris Bella បានការ workshop premium តម្លៃសមរម្យមេកាបូបស្អាតមែនតើតែឃើញកាដូដែលយើងជូនគាត់ពេញចិត្តគាត់ស្រឡាញ់អញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តពេញមួយថ្ងៃហ្មង